តើបងប្អូនទាំងអស់គ្នាទៅលេងវាខ្សាច់សាហារ៉ាជាមួយនឹងខ្ញុំអីតែវាខ្សាច់សាហារ៉ានេះគឺសម្បូរទៅដោយអីញ៉ាំហើយនឹងរបស់ផឹកអូយបងប្អូនអើយនៅកន្លែងនេះគេថាវាខ្សាច់របស់គេមែនបងប្អូនបញ្ញាកាគឺថាអែហ្មងចំពោះការរៀបចំមកគាត់នេះគឺខ្ញុំសុំទៅសារដោយចិត្តស្មោះហ្មងរៀបចំចេញមកគឺស្អាតមែនតើបងប្អូនអើយ fresh មែនតើហើយសំខាន់គឺឈៀលបងប្អូនអើយគឺថាត្រជាក់ស្រួលខ្លាំងណាសំខាន់ណាស់ពេលទៅហ្នឹង view ពេលថ្ងៃរៀបលេខទៀតបងប្អូនអើយគឺថាស្អាតខ្លាំងហើយពេលខ្ញុំទៅហ្នឹងគ្នា7 8នាក់បងប្អូនណាអញ្ចឹងម្នាក់មួយមុខគឺថាមហូបពេញតុកគឺថាដោយការកូនអញ្ចឹងសំខាន់ណាស់មុខមហូបគាត់នៅកន្លែងនេះហ่าបងប្អូនគឺពួកខ្ញុំហៅមកអត់មានច្រឡំគ្នាទេគឺថាមួយមុខគឺថាកប់សេរីតែម្ដងបើនិយាយពីរសជាតិវិញបងប្អូនឆ្ងាញ់អាមួយស្ទេកមួយចាននេះគឺខ្ញុំញ៉ាំម្នាក់ឯងតអស់នឹងហ្មងហើយការរៀបចំក៏ស្អាតដែរញ៉ាំបដាដាក់ប្រយ័ត្នត្រជាក់មួយកែវពីរកែវសិនចាំយើងញ៉ាំតទៀតហើយនេះបងប្អូនមើលតាចានមើលតាកាឌីកគេទៅគឺថាមិនណយទេនៅហាងគាត់នេះហើយសំខាន់មួយហូបគាត់នៅកន្លែងហ្នឹងឆ្ងាញ់ហើយមានគ្រប់មុខហើយសំខាន់តម្លៃធូរថ្លៃទៀតបើថាពេលល្ងាចឡើងបងប្អូនអត់ញ៉ាំបាយអត់បាន dinner អីបងប្អូនមិនញ៉ាំនៅកន្លែងគាត់ទៅពីព្រោះអីមកហូបគាត់នៅកន្លែងហ្នឹងបងប្អូនចង់ញ៉ាំជាលក្ខណៈថា dinner ក៏បានចង់ហៅជាលក្ខណៈគ្រឿងក្លែមហិលញ៉ាំជាមួយនឹងប្រយ័ត្នត្រជាក់បែបនេះក៏បានដែរហើយអាគ្រឿងឆៅគ្រឿងសអីចេះក៏មានដែរបងប្អូនគឺថាបុកល្ហុងអីគឺថាមានគ្រប់មុខតែម្ដងអូយបើគ្រឿងក្លែមវិញបងប្អូនឆ្ងាញ់ហើយការរៀបចំគាត់គឺស្អាតបែបនេះបងប្អូនភ្លឹងហ្មងសំខាន់ពេលដែលមកហ្នឹងមកភ័ក្រខ្ញុំសួរថាមកញ៉ាំគ្រឿងក្លែមក៏មកផឹកទប់ចិត្តមិនបានបងប្អូនបើគ្រឿងក្លែមគាត់តំណងនេះមានទាំងពោះគោកំពងអីចឹងអូយបងប្អូនបើអានេះវិញប្រហិតឆឹងជាមួយនឹងជើងមាន់កប់សេរីខ្លាំងនិយាយទៅគឺខ្ញុំស្រឡាញ់ vibe នៅហាងគាត់មែនតើបងប្អូនហើយចូលទៅដល់គឺមានអារម្មណ៍ថាចង់មកទៀតតែម្ដងហើយខ្ញុំឃើញបងប្អូនដែលមកហ្នឹងភាគច្រើនណាគឺគាត់មក celebrate birthday នៅហ្នឹងហ្មងឮតែភ្លេង happy birthday រហូតដោយសារអីកន្លែងគាត់តំណងដែរងាយស្រួលក្នុងការជួបជុំមិត្តភក្តិអីចឹងបងប្អូនដាក់បាកែវពីរកែវនិយាយគ្នាលេងបញ្ញាកាអែមផងគឺថាកប់សេរីស្ដាប់ភ្លេងព្រោះហើយថ្ងៃ8ហ្នឹងពួកខ្ញុំប្រមូលបន្តិចគ្នាចែកកឆាន់ទៅម្ដងទៀតដែរបងប្អូនដោយសារតែថ្ងៃ8ហ្នឹងគឺគាត់មាន event ពួកខ្ញុំកក់តុកទៅមុខ band ហ្មងថ្ងៃ8ហ្នឹងគឺគាត់មានកម្មវិធីជាមួយនឹងស្រាបៀរហនុមានអញ្ចឹងហើយដឹងតែសប្បាយមកអស់ដៃហ្មងបងប្អូនដោយសារគាត់មានការលេងហ្គេមចាប់9ឆ្នាំ9ជាច្រើនទៀតហ៎បើបងប្អូនចង់សាកកន្លែងថ្មីអត់ដឹងទៅណាឯងបងប្អូនអាចមកសាហារ៉ាបានបងប្អូនឲ្យទៅរៀនឲ្យខំម្ដងទេបងប្អូនមើលតែមនុស្សទៅបងប្អូនឲ្យគឺថាមនុស្សច្រើនណាសំខាន់ណាទៅកន្លែងហ្នឹងសិតតែ post ស្អាតហើយ band គាត់ទៅគឺជាងព្រោះរំដាប់ enjoy មួយ music មួយភ្លេងមួយ view ហ្មងហើយនេះហាងគាត់ឯងបងប្អូនមានឈ្មោះថា Sahara Basin ដែលគាត់មានទីតាំងនៅម្ដុំទួលគោកបងប្អូនគឺនៅលើផ្លូវ564និយាយទៅគឺនៅម្ដុំជំនាញបង្កក់នឹងឯងបងប្អូនហើយពេលបងប្អូនចូលទៅដល់គឺថា private តែគ្នាយើងហ្មងគឺផឹកស៊ីសប្បាយនៅលើវាខ្សាច់ហ្មងអញ្ចឹងហើយចង់ញ៉ាំម្ហូបឆ្ងាញ់បរិយាកាសល្អមើល post ស្អាតច្រើនណាគឺកុំភ្លេចណា Sahara បងប្អូនគឺអត់ឲ្យខំម្ដងខុសចិត្តទេ